ហេតុអ្វីបានជាកប៉ាល់ដឹកប្រេងខ្នាតយក្សនិងកប៉ាល់ធំៗទាំងអស់ត្រូវតែធ្វើតេស្តសាកល្បងជាគំរូតូចៗជាមុនសិនមុននឹងត្រូវបានសាងសង់ឡើងចម្លើយគឺមានភាពស្មុគស្មាញនិងជឿនលឿនជាងអ្វីដែលមនុស្សភាគច្រើនបានគិតទៅទៀតមើលមួយផ្លេតទៅវាហាក់បីដូចជាការធ្វើត្រាប់តាមរលកធម្មតាដោយមានកប៉ាល់តូចមួយកំពុងតែរលាស់ខ្លាំងនៅក្នុងអាងទឹកមើលទៅលឿនមិននឹងណនិងមិនដូចជាការពិតទាល់តែសោះប៉ុន្តែសម្រាប់ក្រុមវិស្វករវិនាទីដ៏ខ្លីទាំងនេះអាចកំណត់បានថាតើកប៉ាល់ពិតជាអាចរស់រានមានជីវិតពីខ្យល់ព្យុះកម្រិតទី10ឬក៏ត្រូវលិចលង់នៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយមូលហេតុគឺនៅត្រង់នេះនៅពេលដែលកប៉ាល់ត្រូវបានបង្រួមមាត្រដ្ឋានឲ្យតូចជាងមុនម៉ាស់និងកម្លាំងរុញច្រានរបស់វានឹងធ្លាក់ចុះយ៉ាងខ្លាំងវានឹងធ្វើឲ្យកប៉ាល់នោះកាន់តែងាយរងគ្រោះដោយសាររលកដែលបង្កឲ្យមានចលនាកាន់តែលឿននិងខ្លាំងក្លាជាងមុនសម្រាប់ភ្នែកមនុស្សយើងមើលទៅវាហាក់បីដូចជាជ្រុលហួសហេតុពេកប៉ុន្តែនៅក្នុងផ្នែករូបវិទ្យាវាមានភាពត្រឹមត្រូវឥតខ្ចោះកំបាំងនៅពីក្រោយរឿងនេះគឺឯកលើកូកាមួយដែលគេហៅថា Leaf Fraud រូបមន្តនេះធានាថាកប៉ាល់គំរូតូចនិងកប៉ាល់ពិតប្រាកដមានចលនារស់រវើកដូចគ្នាទាំងស្រុងកប៉ាល់គំរូដែលមានមាត្រដ្ឋានបង្រួមតូចជាងពិតប្រាកដ100ដងត្រូវតែគោរពតាមច្បាប់រូបវិទ្យាយ៉ាងតឹងរ៉ឹងពេលវេលាត្រូវបានបង្រួម10ដងល្បឿនត្រូវបានបង្រួម10ដងវដ្តនៃរលកត្រូវបានគណនានិងកែតម្រូវតាមគណិតវិទ្យាយ៉ាងច្បាស់លាស់បំផុតដូច្នេះនៅពេលដែលកប៉ាល់គំរូរលាស់ត្រឹមតែ1វិនាទីកប៉ាល់ពិតប្រាកដប្រហែលជាត្រូវស៊ូទ្រាំនឹងកម្លាំងរលកមហាសមុទ្រដ៏ខ្លាំងក្លារហូតដល់10វិនាទីឯណោះអ្វីដែលមើលទៅដូចជាកូនក្មេងលេងនៅក្នុងអាងទឹកតាមពិតទៅវាគឺជាការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញខ្នាតពេញលេញដើម្បីរស់រានមានជីវិតនៅក្នុងមហាសមុទ្រដ៏ជ្រៅ